ឬក៏ព្រឹទ្ធសភាសហរដ្ឋអាមេរិកយល់ព្រមឲ្យវៀតណាមមានឯកអគ្គរដ្ឋទូតថ្មីមួយហើយគឺជាស្ត្រីម្នាក់ដែលគេតែងតាំងថ្មីនេះដូចខ្ញុំជម្រាបអញ្ចឹងគឺនៅថ្ងៃទី16 ខែឧសភាហើយតំណែងនេះគឺអ្នកស្រីនឹងទៅចូលកាន់នៅពេលឆាប់ខាងមុខនេះអញ្ចឹងជារួមគឺប្រទេសវៀតណាមនិងប្រទេសថៃមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទាំងពីរនេះហើយនៅឡើយតែប្រទេសកម្ពុជាមូលហេតុអីអ្វីដែលគួរឲ្យកត់សម្គាល់គឺតកតងនៅក្នុងការដែលតែងតាំងឯកអគ្គរដ្ឋទូតនៅឬក៏ឯកអគ្គរដ្ឋទូតនៅប្រទេសណាមួយគឺមានកត្តា3ដែលយកមកជជែកឲ្យយុត្តិធម៌សច្ចធម៌តាមការពិតជាក់ស្ដែងកត្តាទី1គឺជាកត្តាបច្ចេកទេសសុទ្ធសាធបច្ចេកទេសនឹងយ៉ាងម៉េចបច្ចេកទេសហ្នឹងគឺតកតងនឹងនីតិវិធីក្នុងការបោះឆ្នោតឯកភាពកូតារបស់គណៈបកនយោបាយដែលជាប់ឆ្នោតជាពិសេសកូតាពីប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងដែលតម្រូវឲ្យរដ្ឋព្រឹទ្ធសភាជាអ្នកសម្រេចចុងក្រោយថាតើព្រមតាមអ្វីដែលជាសំណើឬអត់ដូច្នេះនៅក្នុងព្រឹទ្ធសភាហ្នឹងដោយសារនេះជាលក្ខណៈបច្ចេកទេសផ្លូវច្បាប់គឺវាអាចត្រូវការពេលយូរណាស់យូរទៅតាមលទ្ធភាពជាក់ស្ដែងនៃសំណុំរឿងឬក៏បញ្ហាដែលព្រឹទ្ធសភាយកមកពិគ្រោះគ្នាព្រោះព្រឹទ្ធសភាមិនមែនមកអង្គុយជជែកតែពីរឿងអនុម័តយល់ព្រមដើម្បីឲ្យមានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសណាមួយទេគឺគេមានបញ្ជីការងារគេប្រចាំថ្ងៃឲ្យចាល់ច្រើនមែនតើអញ្ចឹងគេត្រូវយកចំណុចណាជាចំណុចអតិភិបរឿងបន្ទាន់ដែលយកមកដោះស្រាយហើយរឿងបន្ទាន់តាមលក្ខណៈបច្ចេកទេសនេះគឺវាអាចស៊ីពេលយូរហ្នឹងកត្តាទី1កត្តាទី2គឺកត្តានយោបាយហេតុអីបានជាកត្តានយោបាយហ្នឹងដែលតកតងនៅក្នុងការតែងតាំងឬឯកអគ្គរដ្ឋទូតដែរកត្តានយោបាយនេះគឺវាអាស្រ័យទៅលើជំហរនៃគណៈបកទាំងពីរទៀតឧទាហរណ៍ថាបើសិនជាលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គាត់ជ្រើសតាំងឬក៏គាត់ស្នើតំណែងឯកអគ្គរដ្ឋទូតណាមួយដែលគាត់ពេញចិត្តចង់ទៅឲ្យធ្វើជាឯកអគ្គរដ្ឋទូតនៅវៀតណាមនៅថៃឬក៏នៅប្រទេសផ្សេងទៀតគឺត្រូវការឲ្យមានការគ្រប់គ្រងពីខាងគណៈបកប្រឆាំងដូច្នេះគណៈបកប្រឆាំងក៏គេមានសិទ្ធិនៅក្នុងការជំទាស់ទៅនឹងកូតាហ្នឹងហើយបើគណៈបកប្រឆាំងជំទាស់មានសម្លេងច្រើនពេកគឺកិច្ចប្រជុំហ្នឹងគឺមែនតែនអត់ទាំងបានយកមកពិភាក្សាអីទៅព្រោះថាវាខ្ទាស់ពេកទៅធ្វើឲ្យរឿងហ្នឹងក៏អាចយូរដែរអាហ្នឹងខ្ញុំនិយាយពីរឿងនយោបាយនិងការមិនពេញចិត្តអញ្ចឹងហើយបានជាគណៈបកនយោបាយមានឥទ្ធិពលខ្លាំងណាស់នៅក្នុងជួររដ្ឋាភិបាលនៅក្នុងជួរដឹកនាំប្រទេសរបៀបដឹកនាំរដ្ឋជាពិសេសគឺគណៈបកប្រឆាំងហ្នឹងដែលមិនអាចឲ្យជីសេះលែងដៃហើយការដែលមិនឲ្យជីសេះលែងដៃនេះមិនមែនជារឿងអាក្រក់ទេវាមើលទៅអូសបន្លាយពេលវេលាហ្នឹងវាយូរស្មុគស្មាញសាំញ៉ាំនៅហ្នឹងក៏ប៉ុន្តែគេចង់ធ្វើអ្វីមួយឲ្យវាកុំឲ្យថាចិត្តតែជ្រើសតាំងមកឡើងចឹងប្រធានាធិបតីចង់រើសអ្នកណាសភាត្រូវតែបោះឆ្នោតឲ្យភ្លាមយកមកទោះបីអ្នកនោះមានប្រវត្តិមិនល្អឬក៏ជាអ្នករំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬក៏មិនស្ដារសិទ្ធិមនុស្សមិនដូចថាគ្រប់គ្រងចិនខ្លាំងពេកឬក៏គ្រប់គ្រងអីខូចនយោបាយសហរដ្ឋអាមេរិកអីគណៈបកកាន់អំណាចគិតថាល្អប៉ុន្តែគណៈបកប្រឆាំងគេថាអត់ទេអត់ល្អទេអញ្ចឹងមិនព្រមតាមមិនព្រមគឺវានៅទាំងប្រទិសគ្នាផ្នែកនយោបាយហ្នឹងក៏យូរដែរអាហ្នឹងតកតងនឹងរឿងនយោបាយរឿងទី3គឺតកតងនឹងទំនាក់ទំនងរវាងប្រទេសសម័យគឺសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតនេះដូចកម្ពុជាដូចថៃដូចវៀតណាមនេះតើទំនាក់ទំនងការទូតនេះវាល្អប៉ុណ្ណាវាភ្លឺថ្លាប៉ុណ្ណាវាល្អោកល្អឿនប៉ុណ្ណាដូច្នេះចំណុចអតិភិបហ្នឹងគឺវាផ្សំគ្នាទៅជាមួយនឹងដែរវាមិនមែនបានន័យថានីតិវិធីសភាចប់គឺចប់ទេមែនទេគឺដោយសារតែទំនាក់ទំនងហ្នឹងគេមើលដែរថាទេបើទំនាក់ទំនងហ្នឹងវាអត់សូវល្អល្អោកល្អឿននឹងគ្នាទេទុកសិនក៏បានដែរព្រោះមានតែភារៈធារីនៅចាំតូបឬក៏ចាំទូតហ្នឹងក៏អាចបំពេញការងារបានដែរគ្រាន់តែថាវាមិនមែនជាការងារធំដុំស្អីបានប៉ុន្តែការងារដូចជារត់ការឯកសារដាក់ពាក្យសុំ green card ឬក៏ visa ឬក៏ឯកសារផ្សេងក្នុងការធ្វើដំណើរមកសហរដ្ឋអាមេរិកឬក៏ទស្សនកិច្ចផ្លូវរដ្ឋអីភារៈធារីហ្នឹងក៏មានសិទ្ធិនៅក្នុងការសម្រេចចុះហត្ថលេខានឹងដែរគ្រាន់តែថាការជជែកពីទំនាក់ទំនងទ្វេភាគីរវាងរដ្ឋនិងរដ្ឋគោលនយោបាយអីធំអីហ្នឹងគឺអត់ត្រូវធ្វើកើតទេជាមួយនឹងភារៈធារីហ្នឹងព្រោះតួនាទីហ្នឹងវាសាមញ្ញពេកទាបពេកកម្រិតការទូតហ្នឹងអាហ្នឹងក៏មើលទៅតាមហ្នឹងដែរ
ចាឥឡូវមើលមកវិញតើហេតុអីបានជាកម្ពុជាមកដល់ម៉ោងនេះអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកនៅពេលវៀតណាមនិងថៃគេមានអស់ហើយហើយខ្ញុំវិភាគឬក៏សង្កេតទៅលើកត្តា3ហ្នឹងឲ្យបងប្អូនស្ដាប់ហើយបងប្អូនយកទៅពិចារណាខ្លួនឯងទៅរឿងព្រឹទ្ធសភាអនុម័តទៅតាមសំណើរបស់ប្រធានាធិបតីគឺជាការពិតមិនអាចជៀសផុតពីការអូសបន្លាយពេលវេលាទេអាហ្នឹងគឺយើងត្រូវទទួលស្គាល់ការពិតមួយមិនចំពោះថាចង់បញ្ញត្តិប៉ុណ្ណាទេព្រោះព្រឹទ្ធសភាគេជាស្ថាប័នឯករាជ្យបើខាងគណៈបកលោកត្រាំគាត់ប្រឹងលឿនប៉ុណ្ណាក៏ដោយតែខាងគណៈបកប្រជាធិបតេយ្យគេថាអត់ទាន់សំខាន់គឺអត់បានសំខាន់ទៅជជែកគ្នាឯកាទៀតទេព្រោះអីព្រឹទ្ធសភាបើខ្វះគោរមអត់មានចំនួនថាគោរមហ្នឹងគឺចំនួនដោយថាសមាជិកភាពនៃអ្នកចូលរួមគ្រប់គ្រាន់ដើម្បីឲ្យកិច្ចប្រជុំនឹងប្រព្រឹត្តទៅដំណើរការដើម្បីអាចឈានទៅបោះឆ្នោតបានគឺក៏អាចទៅជជែករឿងបោះឆ្នោតអីបានដែរអាចប្រជុំអីធម្មតាតែដល់ពេលចូលប្រជុំបោះឆ្នោតរឿងកិច្ចការសំខាន់ដូចតែងតាំងឯកអគ្គរដ្ឋទូតអីទាល់តែមានគោរមឧទាហរណ៍គោរមហ្នឹងចង់និយាយថាសមាជិកព្រឹទ្ធសភាមាន100នាក់អញ្ចឹងនៅក្នុងគោលការណ៍គេគឺតើតែមានចាប់ពី85នាក់ទៅបានអាចហៅថាគ្រប់គោរមអីអញ្ចឹងឬក៏ហៅថា70នាក់អីអញ្ចឹងទៅប៉ុន្តែនៅពេលដែលគណៈបកប្រឆាំងមិនចូលរួមមិនសហការគឺគាត់ដើរចេញឧទាហរណ៍អញ្ចឹងកិច្ចប្រជុំហ្នឹងវាអត់អាចប្រព្រឹត្តទៅបាននឹងបីគ្រប់ចំនួនមនុស្សដើម្បីមកបោះឆ្នោតទេទោះជាដាក់លើតុអីក៏ដោយក៏អត់មានការបោះឆ្នោតដែរប៉ុន្តែរឿងព្រឹទ្ធសភានេះគាត់មានកិច្ចការងារច្រើនមែនតើគឺកិច្ចការតាក់ទងនឹងរឿងគោលនយោបាយអន្តរជាតិគោលនយោបាយជាតិតាក់ទងនឹងរឿងដោះស្រាយផ្ទៀងផ្ទាត់រដ្ឋាភិបាលកុំឲ្យជិះសេះលែងដៃតាក់ទងនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិតាក់ទងនឹងរឿង100ជំពូកតាក់ទងនឹងរឿងការដែលដោយការចេញរបស់លោកត្រាំនឹងដែលជាដីកាឬក៏បាត់បញ្ជារដ្ឋបាលឬក៏ប្រតិបត្តិរបស់រដ្ឋាភិបាលនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋមានការតវ៉ាមានអីច្រើនចឹងព្រឹទ្ធសភានឹងក៏ឈឺក្បាលក្នុងរឿងដែលបង្កើតឡើងដោយលោកត្រាំនឹងក៏ច្រើនសន្ធឹកដែរបើទោះបីជាប្រធានាធិបតីមានសិទ្ធិសម្រេចអីគ្រប់យ៉ាងអញ្ចឹងអារឿង dossier សំណុំរឿងដែលកហ្នឹងក៏វាច្រើនគឺវាធ្វើឲ្យពេលវេលាហ្នឹងក៏តែវាយូរអាហ្នឹងគឺអាចពេលខ្លះយូររហូតដល់ទៅរាប់ឆ្នាំក៏មានដែរហើយអាណត្តិរបស់ប្រធានាធិបតីមានតែ4ឆ្នាំហ្នឹងជួនកាល2ឆ្នាំកន្លះឬក៏3ឆ្នាំបានអាចនឹងតែងតាំងឬក៏ព្រឹទ្ធសភាព្រមអីចឹងទៅឥឡូវចូលដល់ករណីកម្ពុជានេះយើងមើលតាំងពីឆ្នាំ2024មកតាំងពីអស់លោក Patrick Murphy ចប់អាណត្តិជាឯកអគ្គរដ្ឋទូតមកយើងមួយឆ្នាំជាងហើយយើងអត់មានឯកអគ្គរដ្ឋទូតថ្មីដូច្នេះឥឡូវនីតិវិធីព្រឹទ្ធសភានឹងវាអាចរាំងស្ទះខ្ញុំអាចចាត់ទុកថាបន្ទោសព្រឹទ្ធសភាដែរនៅក្នុងការដែលមិនព្រមប្រញាប់តែងតាំងកូតាបោះឆ្នោតគ្រប់គ្រងកូតាដែលស្នើដោយប្រធានាធិបតីសហរដ្ឋអាមេរិកហើយបងប្អូនត្រូវចាំថារឿងនេះមិនមែនប៉ះពាល់តែស្រុកខ្មែរគ្រាន់តែថាប្រទេសអាស៊ានយើងហ្នឹងគឺគេបានឯកអគ្គរដ្ឋទូតថ្មីច្រើនប្រទេសហើយដូចជានៅតែនៅតែម៉ាឡេដូចជាកំពុងតែស្ថិតនៅក្នុងក្រោមការពិនិត្យដែរហើយនឹងឡាវអីចឹងដែរប៉ុន្តែសំខាន់បំផុតប្រទេសដទៃទៀតមានប្រមាណជា30ប្រទេសដែលនៅអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកនៅឡើយដោយសារតែព្រឹទ្ធសភានេះនៅអូសជើងអត់ទៅមុខសោះអាហ្នឹងគឺជារឿងតថភាពជាក់ស្ដែងនៃការដែលអនុម័តឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសដែលជាដៃគូឬក៏ដែលមានឯកអគ្គកុងស៊ុលរបស់អាមេរិកនៅទីនោះនោះឥឡូវចូលមកកត្តានយោបាយវិញយើងសួរថាចុះបើសិនជាគេយូរអញ្ចឹងហេតុអីបានវៀតណាមនិងថៃក៏គេបានដែរហើយឥឡូវហេតុអីបាននៅតែអត់ខ្មែរដដែលព្រោះអីយើងថាមិញនីតិវិធីនោះវាយូរអញ្ចឹងហើយយើងដឹងថាបច្ចេកទេសយើងអត់អាចទៅធ្វើអីពន្លឿនអីកើតទេព្រោះសមាជិកព្រឹទ្ធសភាដូចខ្ញុំនិយាយចឹង100នាក់វាមាន40នាក់ជាងរបស់ខាងកូតា47នាក់ពីកូតាខាងគណៈបកប្រឆាំងឯខាងគណៈបកកាន់អំណាចមានតែ50នាក់ជាងហ្នឹង51 52ដូច្នេះវាជិតគ្នាមែនតើដើម្បីឲ្យបាន50បូក1ហ្នឹងគឺវាដូចថាបើមានតែខាងគណៈបករដ្ឋាភិបាលហ្នឹងលូតមកគ្រប់គ្រងសម្លេងខាងគណៈបកប្រឆាំងតាមមកសម្លេងគឺអត់អាចបោះឆ្នោតអីជាប់បាទទេវាយូរអញ្ចឹងដូចថាវាអត់ឈ្នះដាច់ដូចនៅស្រុកខ្មែរអីស៊ីផុយចង់អ្នកណាប្រកែកអ្នកណាអីគេធ្វើតាម24ម៉ោងព្រឹទ្ធសភាគេបោះឆ្នោតប្រៃអត់មានចាំអាលីងខ្មែរយើងលឿនណាស់អញ្ចឹងអីព្រោះអីដូចថាវាជារដ្ឋាភិបាលឯកបកវាស្រួលត្រង់ថានីតិវិធីវាលឿនមកប៉ុន្តែគេហៅថាឆៅបដូលបងប្អូនដែលលើពាក្យឆៅបដូលទេឆៅបដូលបងប្អូនដឹងហើយទាំងអស់គ្នាគឺបានន័យថាបើយើងដុតភ្លើងឲ្យលឿនទៅយើងវាឆ្អិនតែពីខាងក្រៅអាខាងក្នុងហ្នឹងនៅឆៅទាំងអស់ព្រោះអីលឿនទៅវាខ្លោចខាងក្រៅអាហ្នឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើព្រោះអត់មានអ្នកណាជួយទប់គាត់ទេតែនៅអាមេរិកអត់មានឆៅបដូលទេគឺត្រូវតែឆ្អិនសពព្រោះយើងបើកភ្លើងហឹម
ហើយគេមានទប់រហូតអត់មានមកឈួលអីឆេះដូចភ្លើងច្បើងអីបានទេនេះហើយដែលគេហៅថា checks and balances ខ្ញុំចង់បញ្យល់ពាក្យហ្នឹងឲ្យបងប្អូនយល់ដែរពាក្យថា checks and balances ហ្នឹងគឺជាភាសាបច្ចេកទេសរបស់អាមេរិកឬក៏អង់គ្លេសដែលគេប្រើជាទូទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋគឺបានន័យថា checks គឺយើងដូចលេងអុកចឹងណាបងប្អូនលេងអុកយើងហៅភាសាអង់គ្លេសថា check ហ្នឹងគឺអុកពាក្យថា checks នៅទីនេះគឺអង់គ្លេសនៅពេលដែលយើងប្រើពាក្យថាអូ check គាត់ហ្នឹងគឺបានន័យថាយើងអុកបានន័យថាយើងផ្ទៀងផ្ទាត់គាត់ប្រាប់គាត់ថាណែកុំដើរឲ្យស្រួលស៊ីស្ដាច់ឥឡូវអាហ្នឹងយើងនិយាយនៅក្នុងន័យកលាអុកចាក់ត្រង់យើងហ្នឹងណាបើបងប្អូនចេះលេងអុកហ្នឹងយើងយល់ការងារហ្នឹងខ្លះហើយអញ្ចឹងពេលថា check ហ្នឹងគឺអុកពេលដែលអុកហ្នឹងគឺផ្ទៀងផ្ទាត់ប្រាប់ណែនាំប្រាប់ទៅគូម្នាក់ទៀតដែលកំពុងលេងណាខ្ញុំអុកបានន័យថាម៉េចយើងត្រូវប្រាប់គេដែរខ្ញុំអុកបានន័យថាខ្ញុំស៊ីឥឡូវបានន័យខ្ញុំឈ្នះឥឡូវអញ្ចឹងយើងត្រូវតែរកវិធីទប់មកអ្នកឯងទប់អីទៀតដល់ពេលយើងដើរទៀតយើងអុកទៀតដើម្បីកុំឲ្យអ្នកឯងដើររួចខ្លួនខ្ញុំ check អ្នកឯងរហូតបានន័យថាប្រើពាក្យ check នឹងរហូត balances ជាភាសាអង់គ្លេសដដែលប្រែថាលំនឹងហ្នឹងគឺបានន័យថាកុំឲ្យផ្អៀងទៅខាងនេះកុំឲ្យផ្អៀងទៅខាងនេះពេលគឺយើងទប់ឲ្យនៅស្មើគ្នាអញ្ចឹងពាក្យ checks and balances នេះជាភាសាអង់គ្លេសភាសាខ្មែរគឺការផ្ទៀងផ្ទាត់អំណាចកុំឲ្យជាសេះលែងដៃគឺយល់តាមបែបប្រជាធិបតេយ្យគេធ្វើអញ្ចឹងដើម្បីឲ្យមាន checks and balances ឲ្យមានការផ្ទៀងផ្ទាត់អំណាចកុំឲ្យជាសេះលែងដៃនេះគឺតើតែមានសម្លេងគណៈបកប្រឆាំងរឹងមាំព្រោះគណៈបកកាន់អំណាចម្នាក់ឯងគឺជីសេះលែងដៃហើយព្រោះអត់មានអ្នកណាមកទប់ទេដូចចឹងលោកត្រាំបើសិនជាក៏មានព្រឹទ្ធសភាដែលមានសម្លេងច្រើនរបស់គណៈបកប្រឆាំងក៏អត់មានឈឺក្បាលអីមកចាំគណៈបកប្រឆាំងឯណាបោះឆ្នោតឲ្យទេតែងតាំងទៅបាត់ហើយហូរូបាត់ហើយដល់ពេលហូរូសួរថាតើវាយ៉ាងម៉េចវាលឿនចឹងហើយដូចខ្ញុំនិយាយចឹងតែវាឆៅបដូលព្រោះលឿនទៅវាត្រូវតែក្រុមគ្នាឯងហ្នឹងត្រូវតែក្រុមបកពួកឯងហ្នឹងមិនដឹងសុំកលុំគ្នាមិនមិនដឹងថានីតិវិធីផ្ទៃក្នុងណែឯងមិនយកតែគ្នាឯងមិនអត់ឲ្យខាងគេនេះគេជួយឲ្យយោបល់ផងទេអញ្ចឹងអាហ្នឹងហើយដែលធ្វើឲ្យប្រទេសប្រជាធិបតេយ្យវាមានតម្លៃដែលយើងនាំគ្នាទៅបញ្យលស្រុកខ្មែរបញ្យលកោកសឹកមាត់តដោកឆ្អែតតែពោះកបីត្រូវឲ្យគណៈបកប្រជាជនកម្ពុជាប្រើនយោបាយប្រជាពិធដ្ឋថាបានប៉ុណ្ណឹងហើយយកអីទៀតចង់បានសង្គ្រាមមែនយើងអត់ត្រូវការសង្គ្រាមទេក៏ប៉ុន្តែមិនមែនបានន័យថាប្រទេសអត់មានសង្គ្រាមហើយយើងម៉ាយកតែសងទេចេះពាក្យបច្ចេកទេសម៉ាយកតែសងហ្នឹងតែពេលនិយាយបងប្អូនថាជួយបញ្យល់ផងតែចឹងបងប្អូនយើងលោកមិនយល់ទេស្អីគេម៉ាយកតែសងម៉ាយកតែសងហ្នឹងគឺជាភាសាខ្មែរដែលនិយាយអំពីថាយើងធ្វើឲ្យតែរួចពីដៃដូចលោកចឹងគឺសូត្រចេះសូត្រទៅម៉ាហ្នឹងយកតែសងហ្នឹងគឺបានន័យថាយកអាស្អីគេសំណែនឬក៏ទនិបឬក៏ស្អីដែលគេថ្វាយឬក៏ប្រគេនលោកហ្នឹងដើម្បីយកមកឲ្យឆាប់ចប់គឺថាឧទាហរណ៍គេសូត្រកន្លះម៉ោងអីអញ្ចឹងដើម្បីឲ្យចប់អាសូត្រកន្លះម៉ោងហ្នឹងគឺយើងអាចនឹងបានអាដង្វាយឬក៏ថ្វាយឬក៏ពិធីអីហ្នឹងគេប្រគេនលោកអីអញ្ចឹងទៅដល់តែពេលលោកបញ្ញាប់ពេកដើម្បីកុំឲ្យនេះច្រើនរោងដែរមាន3 4រោងឯណោះគេនិមន្តទៅអញ្ចឹងម៉ាសូត្រលឿនមែនតើអ្នកមោតសៈភគវតោចប់អាហ្នឹងគេថាម៉ាយុទ្ធសមប្រមូលរបស់ដាក់ថង់យាមនិមន្តទៅពិធីមួយទៀតទៅខាងនោះចឹងចប់ទៀតយកតសងហ្នឹងទៅអស់ទៅទៀតអញ្ចឹងហើយពាក្យម៉ាយកតសងហ្នឹងគឺយើងធ្វើឲ្យរួចតែពីដៃដើម្បីបានអីមួយហើយអត់បានប្រយោជន៍ទេគេឆៅបដូរហើយហើយអញ្ចឹងប្រព័ន្ធប្រជាធិបតេយ្យគេអត់យកអាពាក្យម៉ាយកតសងហ្នឹងទេគឺយើងត្រូវធ្វើឲ្យមានសុក្រិតហ្នឹងគឺជួយផ្ទៀងផ្ទាត់គ្នាមានហើយសន្តិភាពយកចុះអ្នកណាក៏ស្រឡាញ់ដែរសន្តិភាពកុំដើរទៅគំរាមគេហើយទៅស្អីណាថាអ្នកណាដែលខ្ទាស់រដ្ឋាភិបាលហ្នឹងសុទ្ធតែអ្នកប្រឆាំងសន្តិភាពអស់លោកចុះនរុប្រយ័ត្នឲ្យមែនតើព្រោះគេមិនមែនគេខ្ទាស់រដ្ឋាភិបាលឃើញធ្វើអីមិនត្រូវហ្នឹងគេឲ្យកែតម្រង់ហ្នឹងមិនមែនបានន័យថាគេស្អប់សន្តិភាពទេអស់លោកកំពុលក្ដួចពេកអ្នកណាក៏គេស្រឡាញ់សន្តិភាពដែរអូចឹងពេលបងប្អូនអញ្ចឹងយើងត្រូវប្រាប់ថាអឺបាយហ្នឹងអត់ឆ្ងាញ់ទេហូបអត់កើតទេអូយើងមមគ្នាប្រឆាំងបាយអញ្ចឹងហ៎យើងប្រឆាំងបាយដល់ពេលដែលយើងនិយាយបាយអត់ឆ្ងាញ់យើងប្រឆាំងបាយមែនវាអត់ទេគឺយើងរស់ដោយសារទទួលទានបាយក៏ប៉ុន្តែបាយនឹងវាហូបវាមិនកើតអញ្ចឹងគ្រាន់តែស្រែកតែហូបអត់កើតអញ្ចឹងយើងខ្ទាស់យើងអត់អញ្ចឹងបាយហូបហ្មងយើងអាចនិយាយអញ្ចឹងកើតដែរអូកូនយើងដែលយំតធាក់ជើងនៅដីខ្ញុំអត់ញ៉ាំទេអានឹងខ្ញុំអត់ឆ្ងាញ់អត់ចូលចិត្តបើអត់ញ៉ាំអត់បដ ாய் ទៅ
យើងចុកសុកចិត្តឲ្យកូនអត់ទទួលទានអត់ញ៉ាំអាហារអីឲ្យកូនរីងរៃស្គមបងអត់អាហារកូនមែននៅពេលដែលកូនគ្នាមិនចង់មែនតែគ្នាអត់ចង់ញ៉ាំបាយទេគ្នាឃ្លានប៉ុន្តែអាហារដែលគ្នាញ៉ាំនឹងវាអត់ឆ្ងាញ់អត់ចូលចិត្តអស់លោកមានកូនមានចៅអស់លោកយល់ហើយមិនចឹងហើយយើងនៅមិនកុំឲ្យកូននឹងកាច់យើងបានតែធាក់ទៅយំទៅតែឃ្លានហូបឯងយើងអាចធ្វើអញ្ចឹងបានប៉ុន្តែនិស្ស័យក្មេងគេគ្នាធ្វើមិនបើគ្នាអត់ចូលចិត្តណាឲ្យគ្នាហូបឧទាហរណ៍ឲ្យគ្នាហូបបន្លែក្មេងហូបបន្លែក្មេង95%អីអត់ចូលចិត្តទេបន្លែព្រោះអីវាជានិស្ស័យធម្មជាតិដែលក្មេងកើតមកកុំបន្ទោសក្មេងរឿងអត់ចូលចិត្តហូបបន្លែព្រោះធម្មជាតិបង្កើតក្មេងមកពេលដែលគ្នាធំដឹងក្តីតាំងពីនៅក្នុងពោះគឺគ្នាជញ្ជក់តាមអាតងសុកម្ដាយហ្នឹងគឺជាអាហាររាវហេតុអីបានជាក្មេងជញ្ជក់អាហាររាវតាំងពីក្នុងតងសុកមកតាំងក្នុងផ្ទៃ9 ខែ 10 ថ្ងៃហ្នឹងមកអត់មានអាហាររឹងទេគឺស៊ាំនឹងធម្មជាតិនៃអាហាររាវដែលជញ្ជក់តាមតងសុកហ្នឹងមកគ្នាអត់ចេះតាពីទេអញ្ចឹងទារកអត់ចេះតាពីទេតាំងពីតូចមកហ្នឹងគឺដាក់អីដែលធំដែលដុំគឺស្លាក់ព្រក់គ្នាអត់ចេះតាពីដាក់ទៅលេបតែម្ដងតែអញ្ចឹងជាធម្មជាតិរបស់ទារកសូម្បីតែធំដឹងក្តីចាប់ផ្ដើមអីបន្តិចមកតើតែយើងបង្រៀនឲ្យបន្លែហ្នឹងហូបគឺក្មេងជាធម្មជាតិសូម្បីចាស់យើងក៏អត់ដែលបន្លែចាស់អីតែអស់ថ្មិញអស់អីបងប្អូនហើយតែហ៊ានធំដុំអីបន្តិចស្លាក់គាត់ស្លាប់ហាយើងត្រូវមើលផងចាស់ហ្នឹងកុំឆ្ងាញ់មាត់តែយើងហើយកលីងឈូកអីយកទៅជូនយាយអីគាត់ទទួលទានមិនបានទេព្រោះថ្មិញអស់ពីមាត់ហើយបានតែញុំជក់យកអំបិលអីហ្នឹងទេអញ្ចឹងយើងត្រូវយល់រឿងហ្នឹងអញ្ចឹងក្មេងដូចគ្នាអញ្ចឹងតកើតមកពេលដែលធំដឹងក្តីបន្តិចតិចបើយើងអត់បង្រៀនឲ្យក្មេងនឹងហូបបន្លែគឺក្មេងជាធម្មជាតិគឺអត់ចូលចិត្តបន្លែទេចូលចិត្តបឺតទឹកដែលរាវឲ្យព្រោះអីអាហ្នឹងជាធម្មជាតិការពារខ្លាច់ស្លាក់ហើយដល់ពេលចេញជាដុំបន្លែគ្នាទៅអាកិនវាឲ្យម៉ត់អាហ្នឹងបានគ្នាញ៉ាំហើយបើចេញជាដុំការ៉ុតដុំអីចឹងតែចាស់ក៏តែពិបាកពិទៅពៀផងអាហ្នឹងយើងត្រូវយល់ប៉ុន្តែមិនមែនបានន័យតែក្មេងអត់ញ៉ាំបន្លែគឺយើងគិតថាអត់ឲ្យគ្នាញ៉ាំហ្មងដាច់ពោះហ្មងអត់ទេដូចគ្នានឹងសន្តិភាពអញ្ចឹងពេលដែលគេថាត្រូវការកែតម្រង់អត់ត្រូវធ្វើដូចឥឡូវទេយើងទៅយកផ្លាកអគុណសន្តិភាពយកមកដាក់ពាំងនៅមុខនឹងភ្លាមម៉េចប្រឆាំងសន្តិភាពមែនអស់លោកបោកប្រជាពលរដ្ឋច្រើនឆ្នាំពេកដល់ប្រជាពលរដ្ឋគ្នាអត់ហ៊ាននិយាយអីជួនកាលនឹងថាអីខ្លួនឯងធ្វើនឹងក៏ត្រូវមិនមែនចឹងទេម្ដងទៀតគិតឡើងវិញពេលដែលគេចង់ឲ្យកែតម្រង់គេមិនពេញចិត្តនឹងរឿងអីចង់ឲ្យស្ដារសិទ្ធិមនុស្សឲ្យប្រជាធិបតេយ្យមិនមែនគេចង់បានសង្គ្រាមទេគឺគេចង់បានឲ្យមានប្រជាធិបតេយ្យដែលសមរម្យគេចង់ឲ្យបានមកហូប3មុខឧទាហរណ៍នៅលើតុហ្នឹងឲ្យគេអាចហូបបានដែរចុះហេតុអីបានហូបបានតែអស់លោកហើយដល់គេដទៃទៀតហូបអត់បានយើងថាអត់ទេត្រូវតែហូបចឹងហ្មងព្រោះមានតែមកហូបអញ្ចឹងវាមិនមែនទេលោកអាចធ្វើបានតើកូន4 5នាក់យើងមានកូនក៏ដឹងដែរកូនខ្លះស៊ីរើសកូនខ្លះរើសស៊ីខ្ញុំសូមអធិស្ឋានហើយសូមប្រើពាក្យស៊ីបន្តិចចុះព្រោះអីជាភាសាអ្នកស្រុកភាសាវាមិនត្រូវន័យដែលខ្ញុំចង់និយាយរឿងកំ pl ែងនេះទេកូនខ្ញុំមាន2ប្រភេទមួយគឺទទួលទានរើសមួយរើសទទួលទានបើខ្ញុំនិយាយចឹងបងប្អូនអត់យល់ទេកូនខ្ញុំមាន2ប្រភេទកូនតែ3នាក់ឯងមាន3ប្រភេទគឺប្រភេទស៊ីរើសនិងប្រភេទរើសស៊ីហេតុអីបានខ្ញុំនិយាយអញ្ចឹងកូនប្រុសខ្ញុំម្នាក់គឺជាកូនប្រភេទរើសស៊ីអត់មានខ្វល់ទេធ្លាក់ដល់ដីក៏រើសយកមកហូបដែរព្រោះអត់ជំទាស់អាហារអីទាំងអស់ស្អីក៏គាត់ទទួលទានដែរស្អីក៏គាត់ញ៉ាំដែរនេះគឺជាប្រភេទកូនដែលរើសស៊ីគឺតែធ្លាក់រើសមកទៀតហូបប្រឡាក់ដីអីក៏ដោយតោះតែយើងប្រាប់តែកូនណាអាហ្នឹងក៏គ្រិចណាហូបអស់មួយកណាត់បាត់ហ่าញ៉ាំតែវាមិនស្អីខ្លះចូលមាត់បាត់ហើយមួយទៀតគឺស៊ីរើសហ្នឹងគឺខ្ញុំមានកូន2នាក់មកហូបពេញតុមានទាំងឡុកឡាក់មានហ្វីឡុងហ្វីឡេមានស្អីមានគ្រប់មានសឡមានស្អីមានបន្លែគាត់សួរមានមីឆាអត់ហើយយើងមាន5 6មុខហើយគាត់សួរមានមីឆាអត់ហើយមុខឲ្យឡើងជូរហួយទាំងពីរនាក់បងប្អូនហើយយើងថាមកហូបពេញមុខហើយនេះហើយកូនឯងញ៉ាំសិនទៅអីព្រោះអីមីឆាគេថាគេអត់ញ៉ាំព្រោះអត់ចូលចិត្តហើយយើងធ្វើម៉េចយើងនាំគ្នាញ៉ាំទាំងអស់គ្នាទៅអ្នកដែលចូលចិត្តអាទាំងអ្នករើសស៊ីអ្នកស៊ីរើសសំទោសកូនរើសស៊ីហ្នឹងនាំគ្នាចេះតែញ៉ាំឲ្យចឹងទៅឲ្យសបាយទាំងអស់ឲ្យលាងចានផ្កាប់ចោលចឹងទៅចឹងកូន2នាក់ដែលរើសស៊ីហ្នឹងស៊ីរើសហ្នឹងគ្នាអត់ហូបទៅនៅរីងរៃចឹងហ្មងយើងលេបមិនចូលដូច្នេះជាឪពុកម្ដាយយើងដឹងហើយថាអាហ្នឹងវាលំបាកដែរថាចុះកូននឹងតម្រើសម្លេះចុះមានគ្រប់មុខហើយហេតុអីបានជាទៅរកអីវាអញ្ចឹងនៅក្នុងគ្រួសារវាអញ្ចឹងណាបងប្អូន
មែនគេឃ្លានមែនមិនចង់ហូបបាយទេដូចគ្នានឹងពាក្យសន្តិភាពអញ្ចឹងមែនអ្នកណាស្អប់សន្តិភាពកូនខ្ញុំអត់ដែលស្អប់បាយស្អប់ម្ហូបទេគ្រាន់តែថាម្ហូបគ្នាមិនចូលចិត្តគ្នាសុំអ្វីដែលគ្នាហូបបានដើម្បីរស់ដូចយើងបានដែរតាចុះខុសអីគ្រាន់តែគ្នាចង់បានរស់ដែរគ្នាមានស្អប់បាយស្អប់ម្ហូបឯណាគ្រាន់តែមិនចូលចិត្តមួយមុខពីរណានោះអញ្ចឹងយើងទាំងអស់គ្នាត្រូវតែសម្រួលទៅដើម្បីឲ្យគ្រួសារនេះមានសុភមង្គលបើកូនចង់បានមីឆាក៏ម៉ងមីឆាមក កុំឲ្យមានបរិយាកាសអ៊ូអាប់នៅក្នុងគ្រួសារឬក៏ទៅរករឿងថាកូននឹងតម្រឹះកូននឹងអីព្រោះធ្វើមិននិស័យក្មេងពេលខ្លះវាអញ្ចឹងយើងសម្របសម្រួលទៅមានសុភមង្គលហើយកុំឆ្លោះគ្នារឿងទទួលទានអាហារញ៉ាំអីញ៉ាំទៅមានអីហូបទៅគឺត្រូវទិញត្រូវកំងអីកំងវាអត់ក្រដោយការញ៉ាំអាហារទេយើងក្រដោយសារលេងលបែងពាលាអាវ៉ាសែឬក៏ធ្វើអីផ្ដេសផ្ដាស់ដែលខ្វះការគ្រប់គ្រងអីអាហ្នឹងប៉ុន្តែការដែលទទួលទានអាហារជុំគ្រួសារឆ្ងាញ់ណាស់ចង់ញ៉ាំអីញ៉ាំទៅ យូរទៅវាឆ្អែតហើយអស់ចិត្តទៅលែងចង់ទៅរកម្ហូបអីមុខអីផ្សេងទៀតអញ្ចឹងបាទខ្ញុំចង់និយាយថាអញ្ចឹងអាការរើសស៊ីនិងស៊ីរើសហ្នឹងគឺវាមានបែបបត់ក៏ប៉ុន្តែយើងក៏មានជំរឿនដែរតែសន្តិភាពយើងនៅស្រុកខ្មែរគឺជាសន្តិភាពចាប់បង្ខំត្រូវតែយកហូបមិនហូបគឺត្រូវតែហូបក្អួតមិនក្អួតគឺត្រូវតែហូបត្រូវតែក្អួតចឹងតែម្ដងហើយបើអត់ហូបដាច់ពោះងាប់ហ្មងព្រោះអីគេនឹងចោទថាយើងជាសត្រូវជាខ្មាំងជាអ្នកដែលជំទាស់បាយណែវិតៃជាចេះគេចោទថាយើងស្អប់បាយយើងមានស្អប់បាយណាយើងស្អប់ម្ហូបអត់ឆ្ងាញ់ម្ហូបមាន100មុខយើងធ្វើតែអាមួយមុខដដែលហើយបខំឲ្យគ្នាញ៉ាំទៅអរគុណសន្តិភាពទៅបើអ្នកឯងប្រឆាំងគឺអ្នកឯងស្អប់សន្តិភាពមានតែមួយមុខគត់ដែលគណៈបកកណ្ដាលអំណាចធ្វើសពថ្ងៃសម្រាប់ប្រជាពលរដ្ឋឲ្យតែអ្នកណាខ្ទាស់រដ្ឋាភិបាលឬក៏មិនគ្រប់គ្រងនឹងដំណើរដឹកនាំដែលកើតមកឥឡូវទៅយល់លេសអីគ្រប់បែបយ៉ាងអភិវឌ្ឍមកថាគេខ្ទាស់សន្តិភាពនឹងតែមួយមុខគត់ហើយដល់ចឹងអ្នកណានិយាយអីខ្ទាស់គឺស្អប់សន្តិភាពគឺចាត់ទុកថាជាខ្មាំងសត្រូវអាក្រក់មែនតើចឹងដោយកូនអស់លោកចឹងបើសិនជាគាត់អត់ហូបបាយហើយគាត់ទារមុខម្ហូបផ្សេងទៀតហើយយើងឲ្យកូនដាច់ពោះស្លាប់តើយើងជាឪពុកម្ដាយតើមានចិត្តអណ្ដែតអធិប៉ុណ្ណាទៅដូចគ្នាវិលមកវិញពីរឿងសន្តិភាពរឿងការដែលមានតលយៈភាពអំណាចគឺយើងនឹងផ្ទៀងផ្ទាត់ឲ្យប្រជាពលរដ្ឋទាំងអស់ទទួលទានអាហារដែលគេពេញចិត្តដែរបើមានការផ្ទៀងផ្ទាត់អំណាចគឺគណៈបកប្រជាជនកម្ពុជាអត់អាចយកស្អីគេកតុឲ្យប្រជាពលរដ្ឋហូបហើយប្រាប់ថាអាហ្នឹងគឺជាបាយស្រូវសាលីឬស្រូវសមាលីខ្មែរការអំដួលអីទេយើងសប្ងៃដាក់កតុឲ្យហូបវាប្រាប់ថាហូបហើយបើអត់ហូបបើឲ្យនាំគ្នាថាទៅអាហ្នឹងផ្ការរំដួលហើយឆ្ងាញ់ទៅហើយទះដៃអបអរសាទរទៅជ័យយោយើងបានអាហារ3ពេលឆ្ងាញ់គ្រាន់បើជាងបបរសម័យខ្មែរក្រហមដែរហើយយើងអួលកតុហ្នឹងចិត្តទៅទះដៃទៅយូរអ្នកដែលហូបកតុទាំងអស់ហ្នឹងលាមកដូចជ្រូកចឹងដែរព្រោះអីយើងនាំគ្នាអាជ័យធ្លាក់ទឹកឲ្យអើតែស្កយូរអាបាត់ជើងធំក៏បាត់អត់កើតព្រោះយើងស្រឡាញ់អាកតុហ្នឹងតែយើងថាជាស្រូវសមាលីជាស្រូវការរំដួលហើយយើងចិត្តតែលេបយូរអាខ្លួនឯងហ្នឹងដែលគ្រប់ត្រអាការដែលអរគុណសន្តិភាពខុសរឿងហ្នឹងក៏អួលកតុហ្នឹងដែរ ហើយដល់ពេលហើយគណៈបកប្រឆាំងតវ៉ាគេខ្មាំងគេអីតែខ្លួនឯងយូរក៏យ៉ាប់ដែរអញ្ចឹងហើយបានប្រជាធិបតេយ្យវាមានតម្លៃបែបនេះយើងអត់ហូបកតុហើយថាជាស្រូវសូម៉ាលីឬការលំដួលទេយើងអត់ចង់ញ៉ាំយើងចង់ញ៉ាំស្រូវសាលីឬក៏ចង់ញ៉ាំនំប៉័ងឬចង់ញ៉ាំអីក៏ដោយអាហារ3ពេលទៅតាមការចូលចិត្តហើយដោយសារតែមានតលយៈភាពអំណាចមិនជិះសេះលែងដៃគឺតំណាងឲ្យប្រជាពលរដ្ឋមួយក្រុមទៀតដែលអត់ហូបបន្លែឬក៏ចូលចិត្តហូបតែសាច់គេអាចហូបសាច់បានអ្នកឯងចូលចិត្តបន្លែហូបបន្លែចឹងធ្វើឲ្យនយោបាយហ្នឹងគឺវាមានតំណាងគ្រប់តែឥឡូវអត់ទេបោះឆ្នោតគ្រប់គ្រងគណៈបកប្រជាជនអត់សង្គ្រាមបោះឆ្នោតក្រៅពីគណៈបកប្រជាជនមានសង្គ្រាមបោះឆ្នោតប្រឆាំងនឹងបាយឆ្ងាញ់មិនឆ្ងាញ់គឺអ្នកឯងជាសត្រូវនឹងបាយហ្នឹងហ្មងគឺអ្នកឯងអត់ហូបហ្មងអញ្ចឹងវិលមករឿងការផ្ទៀងផ្ទាត់អំណាចនេះវិញអញ្ចឹងបានខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលមានគណៈបកប្រឆាំងក្នុងជួររដ្ឋាភិបាលវាមិនចង្រៃអីទេវាចង្រៃតែសម្រាប់ការក្រាញអំណាចរបស់ក្រុមគ្រួសារតកូលហ៊ុនយូទេប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ18លាននាក់ទាំងប្រជាពលរដ្ឋគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងក៏បានផលពីឥទ្ធិពលរបស់គណៈបកប្រឆាំងដែរវាអត់បានផលតែក្រុមលួចជាតិទេក្រុមបំផ្លាញបពពួកនិយមលួចជាតិអាហ្នឹងគាត់នឹងខ្ចាយអាផលប្រយោជន៍ដែរប៉ុន្តែបងប្អូនត្រូវចាំណាបើពួកក្រុមលួចជាតិតែ5%ហ្នឹងដែលមានទ្រព្យទាំងអស់ទូទាំងប្រទេសហ្នឹងគាត់អាចលួចជាតិក្តោបក្តាប់អំណាចបានដោយសារមានគណៈបកប្រឆាំងជួយទាញទ្រព្យហ្នឹងមកឲ្យប្រជាពលរដ្ឋវិញបងប្អូនសាកគិតមើលតើប្រជាពលរដ្ឋ18លាននាក់នឹងបានទ្រព្យបានផលនឹងប្រមាណតែឥឡូវអត់ទេអត់មានអ្នកណាទប់ទេព្រោះអីអ្នកដែលលួចជាតិគឺសុទ្ធតែជាអ្នកសម្រេចចិត្តធំនៅជួរថ្នាក់ដឹកនាំអីវិញដូច្នេះយើងទៅទប់មិនទៅកែមិនបានបើគេខាត់ប្រយោជន៍គេប្រជាពលរដ្ឋយូរគេដាក់មួយដុំយូរគេឲ្យរំវងជប់លៀងអីអញ្ចឹងទៅផឹកក្អាយមួយពេលយូរគេតឡើងលុយ$2សម្រាប់ប្រាក់ដែលគេឡើងដល់100អស់ហើយយើង$2ហ្នឹងអរគុណរដ្ឋាភិបាលងាប់ហើយនេះគឺជានយោបាយប្រជាពិធដ្ឋ
ហើយយើងអត់មើលឃើញអំពីប្រជាធិបតេយ្យហើយគេនៅបោកយើងរហូតហើយបងប្អូននឹងស្រឹមស្ដាប់ចម្រៀងអញ្ចឹងទៅឥឡូវវិលមករឿងការទៀមទាត់អំណាចមិនជិះសេះលែងដៃឃើញនៅអាមេរិកគឺគេមានប្រសិទ្ធភាពឯងបងប្អូនដល់តែមានប្រសិទ្ធភាពវាយូរនីតិវិធីមែនប៉ុន្តែគេក៏អាចកែប្រែអត់ឲ្យអ្នកណាម្នាក់ជិះសេះលែងដៃហើយបានប្រយោជន៍ទៅអ្នកណាបងប្អូនគឺបានប្រយោជន៍ទៅប្រទេសដែលអាមេរិកត្រូវបញ្ជូនឯកអគ្គរដ្ឋទូតនឹងទៅឥឡូវកម្ពុជាឥឡូវចំណុចទី2ដែលខ្ញុំនិយាយផុតពីរឿងនីតិវិធីហើយរឿងការផ្ទៀងផ្ទាត់អំណាចឥទ្ធិពលគណៈបកប្រឆាំងរឿងនយោបាយរឿងនយោបាយនេះគឺគណៈបកប្រឆាំងក៏មានឥទ្ធិពលដែរបងប្អូនត្រូវចាំថានៅសហរដ្ឋអាមេរិកនេះគណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងរបស់លោកโจ Biden ពីមុនមកហ្នឹងហើយនឹងគណៈបកសាធារណរដ្ឋគឺគេផ្ទៀងផ្ទាត់អំណាចគ្នាគឺនៅប្រដំប្រសងគ្នាខ្លាំងណាស់មិនមែនអ្នកណាជិះសេះលែងដែរអញ្ចឹងខាងគណៈបកប្រជាធិបតេយ្យជាទូទៅក៏មិនខុសពីគណៈបកសាធារណរដ្ឋលោកត្រាំដែរគឺស្អប់ណាស់អំពើផ្ដាច់ការស្អប់ណាស់អំពើពុករលួយស្អប់ណាស់ការដែលបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយរឿងកម្ពុជាអាស្រូវរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយូរហើយអាមេរិកទាំងលោក Ted Yoho ណាជំនាន់លោក Ted Yoho លោក Ted Yoho ជាអ្នកណាបងប្អូនលោក Ted Yoho គឺជាតំណាងរាស្ត្រនៅ Florida កូតារបស់គណៈបកសាធារណរដ្ឋតានេះកូតារបស់គណៈបកលោកត្រាំដែលជាគណៈបកកណ្ដាលអំណាចតាហើយលោក Ted Yoho នេះណាគឺជា champion គឺជាជើងឯកនៅក្នុងការតស៊ូមតិសរសេរច្បាប់សេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែននឹងពីរឿងរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យឃើញកូតារបស់គណៈបកសាធារណរដ្ឋគេស្អប់ការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចុះលោក Steve Chabot ជាអ្នកណាលោក Steve Chabot ក៏ជាតំណាងរាស្ត្ររបស់គណៈបកសាធារណរដ្ឋរបស់លោកត្រាំដែរសុទ្ធតែជើងឯកនៅក្នុងការតស៊ូមតិដើម្បីដាក់ទណ្ឌកម្មកម្ពុជាពីរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក៏ប៉ុន្តែនៅក្នុងហ្នឹងក៏មានភាគីនៃគណៈបកប្រជាធិបតេយ្យដែរដូចជាលោក Alan Lowenthal គាត់ឥឡូវឡើងជាតំណាងរាស្ត្រកាលគាត់នៅជាតំណាងរាស្ត្រគាត់តស៊ូមតិដាក់ទណ្ឌកម្មកម្ពុជាស្នើច្បាប់ស្នើអីសពបែបយ៉ាងដើម្បីឲ្យខ្ជាក់ការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យផ្ដាល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋនឹងមកពីខាងគណៈបកប្រជាធិបតេយ្យក្រៅពីលោក Steve Chabot មានណាលោក Alan Lowenthal មានតំណាងរាស្ត្រមកកណដូចខាងគណៈបកសាធារណប្រជាធិបតេយ្យដូចជាលោកសមាជិកព្រឹទ្ធសភាEd Markey ដូចជាលោកសមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren